Chuyện xưa cũ ngày nay đấy nhưng mà nhiều vì project midterm là project midterm bao giờ nó thơ vì API bằng Minima mùi rất nó không Minima nước đấy giống như fit audit gì user management authentication mean login logout category management product management invoice management invoice data management hay là reporting trong tập bốn lá nhóm mình thơ vì user management អញ្ចឹង user management នេះអានេះគឺជា core របស់ user management យើងមានlist user create user មក update ហើយនិង delete អញ្ចឹងយើងចូលទៅក្នុង Postman ដើម្បីធ្វើការតេស្តវាអញ្ចឹងដំបូងឡើយខ្ញុំធ្វើពី list user អញ្ចឹងក្នុងការ list ហ្នឹងដែរខ្ញុំប្រើ method get អញ្ចឹងយើងចុច send មកវានឹងបង្ហាញពី user ដែលយើងមានទាំងអស់អញ្ចឹង user យើងហ្នឹងមានទាំងអស់11ចំណុចបន្ទាប់យើងធ្វើការអឺ create user ដែលការ create user ហ្នឹងខ្ញុំប្រើជា method post ហើយដើម្បី create user បានយើងត្រូវការ user ID user name email ហើយនិង password ចឹងខ្ញុំចុច send មកបើវា create បាន success វានឹងប្រាប់យើងហើយថា create user success ប៉ុន្តែបើយើងឧទាហរណ៍ថាយើងបង្កើត user មួយទៀតបន្ទាប់មកយើងអត់បានបញ្ចូល email អញ្ចឹងពេលដែលយើងចុច send មកវានឹងប្រាប់យើងហើយថា email is required អញ្ចឹងមានន័យថា email ហ្នឹងត្រូវការជាចាំបាច់មិនមែនធម្មតា email ទេបើយើងអត់បញ្ចូល user name password ឬក៏ user ID ក៏វាបង់ message មកប្រាប់យើងដែរអញ្ចឹងមានន័យថាទាំងអស់ហ្នឹងគឺយើងត្រូវការបញ្ចូលជាដាច់ខាតមិញយើងបានបង្កើត user ID ដែលមានលេខ12អញ្ចឹងយើងចូលទៅ list ម្ដងទៀតឃើញថា user ID លេខ12ដែលយើងបង្កើតមិញនេះវាបង្ហាញចេញមកចំណុចបន្ទាប់ការ update user ការ update user នេះខ្ញុំប្រើ method post ដែលយើងធ្វើការ update ទៅលើ user ដែលមានលេខ ID លេខ12ហើយ user name នេះយើងដូរមកឈ្មោះថា J វិញ email យើងដូរមកថា j@gmail.com វិញអញ្ចឹងនៅពេលដែលយើងupdate ទៅបើ update success វានឹងបោះ message មកប្រាប់យើងដែរថា update user ហ្នឹង success បន្ទាប់មកយើងចូលទៅ list user ម្ដងទៀតមិញយើងការ user ដែលមាន ID លេខ12នេះឈ្មោះពី Kim ទៅ J ពេលដែលយើង send មកម្ដងទៀតយើងឃើញថាឈ្មោះហ្នឹងបានកែពី Kim មក J ហើយ email ក៏បានកែដូចគ្នាចំណុចបន្ទាប់ការ delete user អញ្ចឹងក្នុងការ delete user នេះខ្ញុំប្រើ method delete user ក្នុងការ delete នេះដែរខ្ញុំធ្វើការ delete តាមរយៈ ID អញ្ចឹងខ្ញុំចង់ delete user ដែលមាន ID លេខ11អញ្ចឹង send មកបើ delete ជោគជ័យវាក៏បោះ message មកប្រាប់យើងដែរ delete user success អញ្ចឹងយើងចូលមក list user ម្ដងទៀតមិញយើង delete ID 11នេះអញ្ចឹងយើង send មក ID លេខ11ហ្នឹងគឺត្រូវបាន delete ហើយបន្ទាប់ខ្ញុំនឹងធ្វើការបង្កើត product management ដែលអានេះជា code របស់ product ដែលមាន list product create update delete ដោយតែ user test product អញ្ចឹងដំបូងឡើយខ្ញុំធ្វើការlist product នឹងចេញមកដែលយើងប្រើ method get ដូចតែ user មិនដែរអញ្ចឹងពេលដែលយើង send មកវានឹងlist product របស់យើងចេញមកហើយតែ product យើងទាំងអស់គឺមាន10
ចំណុចបន្ទាប់គឺធ្វើការបង្កើត product ដែលយើងប្រើ method post ដែរហើយយើងមាន product ID product name quantity price ហើយនិង category ID អញ្ចឹងនៅពេលដែលយើង set ទៅបើយើង create success វានឹងបោះ message មកប្រាប់យើងដែរអញ្ចឹងយើងចូលទៅ link product ម្ដងទៀតដើម្បីមើលថា product ដែលយើងបង្កើតមិញហ្នឹងវាចេញមកអត់អញ្ចឹងproduct ដែលយើងបង្កើតមិញដែលមាន ID លេខ11ហ្នឹងគឺវាបង្ហាញចេញមកហើយចំណុចបន្ទាប់យើងធ្វើការupdate product ដែលយើងប្រើ method post ហើយខ្ញុំចង់ update ទៅលើ product ដែលមាន ID លេខ11ដូរឈ្មោះហ្នឹងទៅជា string price ហ្នឹង11 quantity 120អញ្ចឹងនៅពេលដែលយើង send ទៅបើវា update success វាក៏បោះ message មកប្រាប់យើងដែរថា update product ហ្នឹង success អញ្ចឹងយើងចូលទៅ list product មកម្ដងទៀតចង់ដឹងថា product ដែលយើងកែមិញហ្នឹងវាទទួលបានជោគជ័យមែនអត់អញ្ចឹងមិញខ្ញុំកែ product ដែលមាន ID លេខ11ពីឈ្មោះចេះទៅជាឈ្មោះ string វិញអញ្ចឹងយើង send ម្ដងទៀតទៅយើងឃើញថា product ដែលយើងកែហ្នឹងវាដូរឈ្មោះមកជា string ហើយចំណុចបន្ទាប់ការ delete product ដែលខ្ញុំប្រើ method delete អញ្ចឹងខ្ញុំចង់ delete អញ្ចឹងការ delete ហ្នឹងខ្ញុំឲ្យវា delete តាមរយៈ ID អញ្ចឹងខ្ញុំចង់ delete product ដែលមានលេខ ID លេខ1អញ្ចឹងយើងចុច send មកបើវា delete 40វាក៏បោះ message មកប្រាប់យើងដែរអញ្ចឹងខ្ញុំទៅlist product មកម្ដងទៀតអញ្ចឹងបើខ្ញុំ delete product ដែលមាន ID លេខ1ហ្នឹងអញ្ចឹងខ្ញុំ list មកម្ដងទៀតឃើញថាបាត់ product ដែលមានលេខ ID លេខ11ហ្នឹងហើយចំណុចបន្ទាប់ខ្ញុំនិយាយពី category management ម្ដងអញ្ចឹងអានេះ code របស់ category management មាន list category create update delete ដែរអញ្ចឹងយើងចូលមក postman វិញដើម្បីតេស្តវាដំបូងឡើងធ្វើការ list category មកវិញដែរអញ្ចឹងកន្លែងនេះក៏ខ្ញុំកន្លែង list ហ្នឹងក៏ខ្ញុំប្រើ method get ទៀតដែរអញ្ចឹង get មកយើងឃើញថាវាបង្ហាញមើលនៅ category ដែលយើងមានទាំងអស់ហ្នឹងមកហើយយើងមាន5 category អញ្ចឹងចូលចំណុចបន្ទាប់ខ្ញុំធ្វើការcreate category មួយទៀតដែលត្រូវការឈ្មោះ category ID និង category name អញ្ចឹងយើង send មកបើ create success វាក៏បោះ message មកប្រាប់យើងដែរអញ្ចឹងខ្ញុំចូលមក list ដើម្បី list category ម្ដងទៀតចង់ដឹងថា category ដែលយើងបង្កើតមិញហ្នឹង success អត់អញ្ចឹង category ដែលយើងបង្កើតមិញហ្នឹងដែលមាន ID លេខ6 category name beverage ហ្នឹងវាបង្ហាញចេញមកចំណុចបន្ទាប់ខ្ញុំនិយាយពីការ update category ដែលយើងប្រើ method post ដែរហើយ update category លេខ1ហ្នឹងដាក់ category ឈ្មោះថា fruit វិញអញ្ចឹងនៅពេលដែលយើង send មកបើវា update success វានឹងបោះ message មកប្រាប់យើងអញ្ចឹងខ្ញុំទៅlist category ហ្នឹងមកម្ដងទៀតមិញយើង update category លេខ1នេះមក fruit វិញអញ្ចឹងនៅពេលដែលយើង send មកយើងឃើញថាអាច category លេខ1នេះវាដូរ category name ពី vegetable ហ្នឹងមក fruit វិញចំណុចបន្ទាប់ធ្វើការនិយាយពីការ delete category អញ្ចឹងកន្លែងនេះខ្ញុំប្រើ method delete ដែរហើយ delete តាមរយៈ category ID ហើយខ្ញុំចង់ delete category ID ដែលមានលេខ6អញ្ចឹងយើងចុច send មក delete success បោះ message ហើយយើងចូលទៅ list ម្ដងទៀតចង់ដឹងថា category ហ្នឹងវា delete បានមែនអត់អញ្ចឹងយើងចុច send មក category លេខ6មិញហ្នឹងគឺត្រូវបាន deleteចំណុចបន្ទាប់ខ្ញុំនិយាយពី authentication
ដែលយើងមាន login logout ហើយនិង reset password ហើយអានេះកូដ login កូដ logout ហើយនិងកូដ reset password អញ្ចឹងយើងចូលមក Postman ដើម្បីតេស្តវាទៀតខ្ញុំធ្វើការតេស្តlogin ចូលទៅកាន់ user J ដែលយើងបានបង្កើតមុនហ្នឹងឈ្មោះថាដើម្បី login យើងត្រូវការ username ហើយនិង password ហើយ email មួយទៀតអញ្ចឹងបើយើង login ទៅសាច់សារវានឹងបោះ token មួយយើងបោះ access token ឲ្យយើងអញ្ចឹងដើម្បីចង់ដឹងថាវាlogin ចូលជោគជ័យអត់យើង copy token នេះមកដើម្បីមក check នៅក្នុងនេះអញ្ចឹងនៅពេលដែលយើងបោះកន្លែងនេះដែរខ្ញុំប្រើ type នេះប្រើ berry token ហើយយើងបោះ token ដែលយើង copy មិញហ្នឹងបោះចូលមកហើយយើង send មកបើវា login បានជោគជ័យវានឹងបោះជា ID username email មកប្រាប់យើងហើយអញ្ចឹងចំណុចបន្ទាប់និយាយពីការ logout នេះយើងប្រើ method post ហើយយើងយក token មិញហ្នឹងមកបោះចូលមកដើម្បី logout អញ្ចឹងបើយើង logout បានជោគជ័យវានឹងបោះ message ប្រាប់យើងហើយថា successfully logout ចំណុចបន្ទាប់និយាយពីការ reset password ការ reset password នេះខ្ញុំប្រើ method post ហើយយើងបោះ token ដែលយើង login មិញ login logout មិញនឹងចូលមកដែរហើយយើងទៅកែ password មិញpassword 1 2 3 4អញ្ចឹងខ្ញុំចង់ reset password ថ្មី1 2 3 4password ដំបូងចាស់ហ្នឹង1 2 3អញ្ចឹងខ្ញុំចង់ reset ដាក់ password ថ្មី1 2 3 4អញ្ចឹងអាកន្លែងនេះវាបោះ message មកហ្នឹងមានន័យថាtoken របស់យើងហ្នឹងហួសកំណត់តែអញ្ចឹងយើងទៅ login ម្ដង login ដើម្បីយក token ម្ដងទៀតវាផុតកំណត់ហ្នឹងដោយសារតែយើងកំណត់ជានាទីឲ្យវាថាផុតត្រឹមណាអញ្ចឹងយើង send មកម្ដងទៀតupdate បានជោគជ័យវាអស់ message មកប្រាប់យើងហើយ password update successfully អញ្ចឹងយើងទៅ login ម្ដងទៀតដែលយើងប្រើ password ថ្មីហ្នឹង1 2 3 4អញ្ចឹងវាបោះ access token ឲ្យយើងហើយយើងយកវាទៅដាក់នៅក្នុងកន្លែង token នោះមិញវិញដើម្បី check មើលថាវា login មិនអញ្ចឹងវាបោះមកហើយបានន័យថាយើងដូរ password មិញហ្នឹងបាន success ហើយចូលមកកាន់ចំណុចបន្ទាប់គឺទាក់ទងជាមួយនឹងការ manage ទៅលើ invoice ដែលមាន manage invoice ដែលផ្ទុកនៅឈ្មោះរបស់ customer transaction detail មាន support ជាមួយនឹងការ create review ហើយទៅលើការ manage នៅ sale invoice អញ្ចឹងខ្ញុំនឹងធ្វើការបង្កើតនៅ invoice ថ្មីដែលមានឈ្មោះ customer date time ហើយនិង total អញ្ចឹងខ្ញុំនឹងធ្វើការសរសេរនៅឈ្មោះ customer ដើម្បីធ្វើការ create នៅ invoice ថ្មីហើយមានជាមួយនឹងថ្ងៃហើយនឹង total ចំពោះ total ខ្ញុំនឹងមិនបញ្ចូលនៅកន្លែង create invoice នេះនោះទេដោយសារតែខ្ញុំនឹងធ្វើការបញ្ចូលនៅ invoice detail ហើយវានឹងធ្វើការ update total នឹងដោយ
auto ចឹងខ្ញុំធ្វើការចុចទៅលើ send ហើយខ្ញុំទទួលបាន invoice ID ទី1ហើយ status បញ្ជាក់ថាខ្ញុំបានបង្កើតនៅ invoice ជោគជ័យហើយបន្ទាប់មកខ្ញុំអាចធ្វើការ test ចាប់យក invoice ទាំងអស់នោះមកមើលហើយបន្ទាប់មកទៀតតាក់ទងជាមួយនឹងការ manage ទៅលើ invoice detail ដែលមាន create cell update cell ហើយនិង delete cell ចឹងខ្ញុំនឹងធ្វើការបង្កើតនៅ invoice detail មួយដែលមានដាក់ជាមួយនឹង invoice ID ហើយខ្ញុំបានបង្កើតនៅ invoice ID មួយដែលមាន customer name ហើយមាន date time ដើម្បីធ្វើការខ្ញុំនឹងធ្វើការបញ្ចូលនៅ invoice detail នេះដើម្បីធ្វើការ update ទៅលើចំពោះ invoice ID ទី1នេះហើយបន្ទាប់មកខ្ញុំនឹងធ្វើការបញ្ចូលនៅឈ្មោះរបស់ product អញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងមាន product មួយគឺឈ្មោះថា mouse ហើយចំនួន2ហើយនឹងតម្លៃ$10ហើយមកខ្ញុំនឹងចុច send ហើយខ្ញុំទទួលបាន message មួយគឺ sell detail ត្រូវបាន add ហើយនឹងinvoice total នោះក៏បាន update ដែរអញ្ចឹងខ្ញុំមកមើលនៅកន្លែងinvoice ដែលខ្ញុំចាប់យក list ទាំងអស់ហ្នឹងមកតោះមកខ្ញុំនឹងឃើញថា total បាន update មក$20ហើយបន្ទាប់មកទៀតខ្ញុំនឹងធ្វើការ update ទៅលើ invoice detail អញ្ចឹងខ្ញុំនៅកន្លែងនេះគឺខ្ញុំនឹងធ្វើការបញ្ជាក់នៅ invoice ណាដែលខ្ញុំចង់ update អញ្ចឹងខ្ញុំនឹងធ្វើការ get នៅ invoice នោះមកសិនអញ្ចឹងខ្ញុំយក invoice detail ទី1ដែលមាន ID លេខ1 invoice ID ក៏លេខ1ដែរអញ្ចឹងខ្ញុំនឹងធ្វើការ update នៅ invoice detail ទី1ហើយខ្ញុំនឹងឲ្យ quantity ទៅ3ហើយនឹងតម្លៃទៅជា$15វិញតើមកខ្ញុំនឹងចុច send ហើយនៅពេលដែលខ្ញុំចុចsend ហ្នឹងខ្ញុំនឹងទទួលបាននៅ message មួយគឺcell detail ហ្នឹងបាន update ហើយក៏ invoice total ហ្នឹងក៏បានធ្វើការ recalculate ធ្វើការ update សារថ្មីដែរអញ្ចឹងខ្ញុំមកមើលនៅកន្លែង invoice ខ្ញុំទទួលបានតម្លៃ45ហើយមកមើលនៅកន្លែង invoice detail វិញគឺខ្ញុំទទួលបាននៅតម្លៃ45ដូចគ្នាអញ្ចឹងវាបាន update ទៅលើ invoice detail ហើយនិង invoice ដូចគ្នាបន្ទាប់មកខ្ញុំនឹងធ្វើការ test ជាមួយនឹងget all ដែល product ដែល invoice ហ្នឹងគឺមានតែមួយតែប៉ុណ្ណោះហើយខ្ញុំនឹងធ្វើការលុបនៅ invoice មួយហ្នឹងតាមរយៈ ID អញ្ចឹងខ្ញុំនឹងលុប invoice detail ទី1ដែល ID ទី1ហ្នឹងហើយខ្ញុំនឹងទទួលបាននៅ message មួយគឺ sell detail ត្រូវបានលុបហើយ invoice total ក៏បាន update ដែរអញ្ចឹងខ្ញុំមកមើលនៅ invoice total ខ្ញុំនឹងទទួលបានលេខ0ហើយចូលមកដល់ចំណុចបន្ទាប់ហ្នឹងគឺជាមួយនឹង report ការធ្វើ report sell report ដែលមានdaily sell weekly sell monthly sell ហើយនឹងsell by criteria ដែលមាន generate នៅបណ្ដា generate report តាម based on នៅបណ្ដា category ឬក៏ user អូខេអញ្ចឹងខ្ញុំបានបង្កើតបន្ថែមនៅ invoice ហើយនឹង invoice detail ដូច្នេះខ្ញុំនឹងធ្វើការ generate ធ្វើការ generate នៅ report ដែលទី1គឺ daily sell អញ្ចឹងខ្ញុំនឹងយក report
នៅក្នុងថ្ងៃទី11ខែ11ឆ្នាំ2025ចឹងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំទទួលបាននៅinvoice ចំនួន2នៅក្នុងថ្ងៃទី11ខែ11ឆ្នាំ2025ហ្នឹងនេះគឺជា daily ធ្វើការលក់ជាប្រចាំថ្ងៃហើយបន្ទាប់មកគឺតាមរយៈweekly តាមរយៈសប្តាហ៍ចឹងខ្ញុំនឹងចាប់យកសប្តាហ៍ទី46ខ្ញុំនឹងចាប់យកនៅសប្តាហ៍ទី45ចាប់យក report នៃការលក់នៅក្នុងសប្តាហ៍ទី45ដែលខ្ញុំទទួលបាននៅការលក់ចំនួន2នេះហើយបន្ទាប់មកគឺចាប់យកនៅការលក់តាមរយៈជាប្រចាំខែវិញអញ្ចឹងខ្ញុំនឹងចាប់យកខែ11ចាប់យកការលក់នៅក្នុងខែ11ហ្នឹងហើយខ្ញុំจะទទួលបាននៅការលក់នៅក្នុងខែ11ហ្នឹងហើយបន្ទាប់មកគឺការលក់តាមរយៈ criteria ដែលមានបញ្ជាក់ជាមួយនឹង product name ហើយនិង user អញ្ចឹងខ្ញុំនឹងធ្វើការចាប់យកជាមួយនឹង product mouse ហើយ user ហើយឈ្មោះរបស់ userអូខេអញ្ចឹងខ្ញុំទទួលបាននៅdetail មក report នៅ detail ដែលមានproduct mouse មកបង្ហាញអញ្ចឹងការ demo របស់ក្រុមពួកយើងគឺមានតែប៉ុណ្្នឹងហើយក៏សូមអរគុណលោកគ្រូដែលបានតាមដានទស្សនាវីដេអូមួយនេះ